អ្នកដែលត្រៀមយកជាមួយនឹង Skin Cyclops Swarmbox អ្នកទាំងអស់គ្នាគួរតែដឹងពីចំណុចទាំងអស់នេះព្រោះដោយសារតែចំណុចទាំងអស់ហ្នឹងគឺគេនឹងប្រាប់ពីថ្ងៃដែលមាន event ដែលយើងអាចធ្វើការរើជាមួយនឹង Friendship Coin បានដើម្បីយក Friendship Coin ហ្នឹងទៅដូរយកជាមួយនឹង Skin Cyclops ហើយមុននឹងយើងទៅមើលពីចំណុចទាំងអស់ហ្នឹងសម្រាប់គ្នាយើងអ្នកដែលរើកន្លែង Top Up Diamond ដែលមានភាពងាយស្រួលនិងរហ័សគឺគ្នាយើងអាចមក Top Up Diamond ជាមួយនឹងខ្ញុំបានដែលមានតម្លៃសមរម្យនិងសុវត្ថិភាពដល់ account 100%ហើយសម្រាប់ការដាក់គឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook Page របស់ខ្ញុំបានឬក៏អ្នកទាំងអស់គ្នាចង់ទៅដាក់ពេជ្រដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store Event Swarmbox ហ្នឹងគឺគេមានតាមដំណាក់កាលរបស់គេដែលដំណាក់កាលទី1គឺជាដំណាក់កាល Festival Team ដែលចាប់ពីថ្ងៃទី28ខែ11រហូតដល់ថ្ងៃទី26ខែ1អញ្ចឹង event ទី1ដែលគេតម្រូវយើងធ្វើហ្នឹងគឺជា event Restaurant Parvalot ដែល event ហ្នឹងបើយើងនិយាយជាភាសាខ្មែរគឺជា event ភោជនីយដ្ឋានអញ្ចឹងណាដែលគេឲ្យយើងធ្វើការបំពេញ quest ក្នុងការធ្វើអញ្ចឹងណាហើយចំពោះការបំពេញ quest ហ្នឹងគឺអត់មានអីពិបាកទេចំពោះ quest ហ្នឹងគឺខ្ញុំធ្លាប់បានបង្ហាញឲ្យអ្នកទាំងអស់គ្នាបានដឹងម្ដងហើយដល់យើងគ្រាន់តែធ្វើការបំពេញ quest ដើម្បីយកជាមួយនឹង token ហ្នឹងសម្រាប់ធ្វើការទៅបំពេញ quest មួយតង់ទៀតអ្នកគ្នាអញ្ចឹងនៅពេលដែលយើងមានជាមួយនឹង token ហ្នឹងហើយគឺយើងអាចទៅធ្វើការបំពេញ quest មួយតង់ទៀតហើយដែល quest មួយតង់ទៀតហ្នឹងគឺគេតម្រូវឲ្យយើងធ្វើការចូលទៅលក់នៅក្នុងហាងអ្នកទាំងអស់គ្នាហើយការលក់នៅក្នុងហាងហ្នឹងនៅពេលដែលយើងលក់ច្រើនគឺយើងបានជាមួយនឹង friendship coin ហ្នឹងក៏ច្រើនដែរអ្នកគ្នាអាហ្នឹងគឺវាតាមការបំពេញ quest របស់យើងអញ្ចឹងណាបន្តមកទៀតគឺយើងត្រូវតែធ្វើការ upgrade ទៅលើ menu នៅក្នុង restaurant របស់យើងឬក៏នៅក្នុងហាងរបស់យើងហ្នឹងយើងត្រូវតែធ្វើការ upgrade ទៅលើរបស់ទាំងអស់ហ្នឹងដើម្បីយើងមានមុខទំនិញកាន់តែច្រើនហើយយើង update ទៅលើនីតិ update អីចឹងណាដើម្បីនៅក្នុងការលក់របស់យើងគឺកាន់តែបានវែងអញ្ចឹងនៅពេលដែលយើងលក់បានវែងយើងមានម្ហូបអាហារច្រើននៅក្នុងហាងរបស់យើងគឺយើងលក់បានច្រើនយើងនឹងទទួលបានជាមួយនឹង friendship coin ហ្នឹងក៏កាន់តែច្រើនដូចគ្នាហើយនៅកន្លែង leaderboard នេះគឺគេបង្ហាញជាមួយនឹង player ranking ដែលគាត់លេងបានជាមួយនឹង score ហ្នឹងចំនួនប្រមាណហើយគាត់បាន top ប្រមាណអីប្រមាណអញ្ចឹងណាកន្លែងនេះគឺគេបង្ហាញពីនៃការលេងនៅក្នុង event ហ្នឹងហើយបន្ទាប់ពី ranking របស់យើងជាប់នៅ top ហើយគឺយើងនឹងទទួលបានជាមួយនឹង logo food coin នៅលើ profile របស់យើងទៀតអ្នកគ្នានិយាយទៅកន្លែងនេះគឺដូចជាសញ្ញាបត្របញ្ជាក់ថាយើងជាអ្នកលក់ដែលឆ្នើមអីចឹងណាឬក៏ចុងភៅដែលឆ្នើមចឹងនិយាយទៅនៅកន្លែងហ្នឹងគឺវាតំណងត្រង់ថាគេមានចំណាត់ថ្នាក់ឲ្យយើងនៅក្នុងការលក់គេមានជាមួយនឹងអា food coin ហ្នឹងបង្ហាញយើងដោយសញ្ញាបត្រចឹងគឺនិយាយទៅកន្លែងហ្នឹងគឺវាល្អខ្លាំងមែនតើបន្តមកទៀតគឺយើងមកមើលនៅកន្លែងនេះអ្នកគ្នាកន្លែងហ្នឹងគឺគេបង្ហាញជាមួយនឹងថ្ងៃដែលយើងអាចរើជាមួយនឹង friendship coin បានអញ្ចឹងណាចាប់ពីថ្ងៃទី21ខែ11រហូតដល់ថ្ងៃទី16ខែ12ហ្នឹងគឺយើងរើបាន600 coin ដែល quest ហ្នឹងគឺគេបានតម្លាក់ចូលមកក្នុង original server ហើយ quest ទី2គឺចាប់ពីថ្ងៃទី28ខែ11រហូតដល់ថ្ងៃទី31ខែ12ហ្នឹងអាហ្នឹង quest ហ្នឹងគឺយើងរើបានត្រឹមតែ100 coin ទេ quest ទី3គឺជា quest restaurant ហ្នឹងឯអ្នកគ្នាដែល quest ហ្នឹងគឺយើងអាចរើជាមួយនឹង friendship coin ហ្នឹងរហូតដល់7350 coin អញ្ចឹងគឺវាច្រើនខ្លាំងមែនទែនដែល quest ហ្នឹងគឺគេតម្រូវយើងធ្វើចាប់ពីថ្ងៃទី28ខែ11រហូតដល់ថ្ងៃទី15ខែ1ហើយ quest ទី4គឺចាប់ពីថ្ងៃទី28ដូចគ្នាប៉ុន្តែគឺដល់ថ្ងៃទី31ខែ12ដែលយើងអាចរើបានចំនួន2580 coin ហើយ quest ទី5គឺចាប់ពីថ្ងៃទី28ខែ11ដូចគ្នាប៉ុន្តែគឺវាដល់ថ្ងៃទី26ខែ1អញ្ចឹងវាជិតចូលនឹងខែ2ទៀតហើយអ្នកគ្នាហើយ quest ហ្នឹងគឺយើងអាចរើជាមួយនឹង friendship coin ហ្នឹងបានច្រើនខ្លាំងមែនតើគឺរហូតដល់21300 coin អ្នកគ្នាអញ្ចឹងគឺវាច្រើនខ្លាំងមែនតើហើយនៅពេលដែលយើងឃើញជាមួយនឹង coin ច្រើនអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថានៅពេលដែលយើងមានជាមួយនឹង friendship coin យ៉ាងច្រើនហ្នឹងយើងយកទៅធ្វើអីខ្លះអញ្ចឹងណាព្រោះដោយសារតែនៅក្នុង event ហ្នឹងមិនមែនដូរបានតែ skin របស់ Cyclops មួយទេគឺយើងអាចធ្វើការដូរយកជាមួយនឹង skin epic ក៏បានដូចគ្នាអញ្ចឹងយើងទៅមើលជាមួយនឹងរបស់ដែលយើងអាចយកជាមួយនឹង friendship coin ហ្នឹងទៅដូរយកបានអញ្ចឹងគឺដូចដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺមានទាំង elimination មានទាំង recall មានទាំង effect អីផ្សេងៗហើយយើងអាចដូរយកជាមួយនឹង skin epic បានទៀតអ្នកគ្នាអញ្ចឹងរបស់របរនៅក្នុងគឺវាមានច្រើនដូចគ្នាអញ្ចឹងគឺគេត្រូវការជាមួយនឹង friendship coin ហ្នឹងក៏ច្រើនដូចគ្នាហើយ event បន្ទាប់នេះគឺជា event find your team body ដែល event ហ្នឹងគឺតម្រូវឲ្យយើងធ្វើការទទួល friend យើងមាន add friend add អីចឹងណាហើយនៅពេលដែលយើងទទួលហ្នឹងវាមាន take friend មានអីទៀតអ្នកគ្នាអញ្ចឹងបើសិនជាយើង follow back ទៅគេវិញហើយគឺគេមានជាមួយនឹង quest ដែលគេតម្រូវឲ្យយើងធ្វើដែល quest ហ្នឹងគឺយើងនឹងទទួលបានជាមួយនឹងអាហ្នឹងដូចជា hook ស្បែក
ដៃជើងអ្នកគ្នាហើយបន្ទាប់ពីយើងបំពេញខ្វែហើយគឺយើងនឹងទទួលបានអានេះមួយទៀតអ្នកគ្នាហ្នឹងគឺអ្នកទាំងអស់គ្នាស្គាល់អត់អាហ្នឹងគេហៅថា banner នៅពេលដែលយើងដាក់ banner ហ្នឹងទៅយើងចូលទៅក្នុង lobby យើង search game ហ្នឹងគឺយើងនឹងឃើញនៅហ្នឹងហើយអ្នកគ្នាហ្នឹងគេហៅថា banner ហើយនេះគឺជាថ្ងៃដែលគេ free ជាមួយនឹងរបស់យើងមានដូចជា emote មានដូចជា skin knock more skin special ហើយមានជាមួយនឹង skin special ថ្មីរបស់បាដាំងមានជាមួយនឹង effect chat អីទៀតអ្នកគ្នាអញ្ចឹងគឺវាមានច្រើនខ្លាំងមែនទែនហើយចំពោះ event ដែល free ជាមួយនឹង skin special របស់បាដាំងហ្នឹង event ហ្នឹងគឺគេតម្រូវឲ្យយើងធ្វើការបំពេញ quest ដូចជា event មុនអញ្ចឹងគឺជា event hack ស្គាល់គ្រាប់ឯអ្នកគ្នាគឺតម្រូវឲ្យយើងធ្វើការបើកជាមួយនឹងប្រអប់ស្គាល់គ្រាប់ហ្នឹងយើងបានជាមួយនឹង skin បន្តអញ្ចឹងណាevent ហ្នឹងគឺអ្នកទាំងអស់គ្នាធ្លាប់បានលេងហើយបន្តមកទៀតគឺជា event បន្ថែមមួយទៀតដែលយើងអាចទទួលបានជាមួយនឹង emote ហើយជាមួយនឹង border ដែល event ហ្នឹងគេហៅថា event friend fest អ្នកគ្នាដែលនៅកន្លែងហ្នឹងគឺគេតម្រូវឲ្យយើងធ្វើការ custom អីអញ្ចឹងណាហើយនេះគឺជារង្វាន់ដែលមាននៅក្នុង event ហ្នឹងដោយដែលខ្ញុំបានបញ្ជាក់អញ្ចឹងគឺបានជាមួយនឹង battle emote ហើយជាមួយនឹង border avatar និយាយទៅនៅក្នុង event spawn box ហ្នឹងគឺវាមាន event ចែកជាផ្នែកច្រើនខ្លាំងមែនតើអ្នកទាំងអស់គ្នាប៉ុន្តែគោលដៅរបស់យើងគឺយើងធ្វើការរើជាមួយនឹង friendship coin ដើម្បីដូរយកជាមួយនឹង skin Cyclops ហើយសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំកុំភ្លេចចុច subscribe ម្នាក់មួយទៅហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីគ្នាយើងបានដឹងពី event ជាច្រើនទៀតដែលវាមាននៅក្នុង event spawn box អញ្ចឹងណាហើយបើសិនជាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow Facebook page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយ